ម្ដងពីចំណុចទាំង5ដែលធ្វើអ្នកទាំងអស់គ្នាខ្លាចទៅជាសិស្សបកាយស្មែអូដែលក៏ពិបាកនៅក្នុងការសិក្សារៀនអត់បានលទ្ធផលល្អអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានណាបើសិនជាអ្នកទាំងអស់គ្នាចេះអនុវត្តទម្លាប់ទាំង5នឹងបានខ្ជាប់ខ្ជួនអ្នកទាំងអស់គ្នានឹងខ្លាចទៅជាសិស្សម្នាក់ដែលល្អប្រសើរជាងអ្នកទាំងអស់គ្នាពីមុនយើងប្រៀបធៀបខ្លួនឯងពីមុននឹងឥឡូវគឺដឹងតែខុសគ្នាស្រឡះហ្មងប៉ុន្តែមុននឹងចូលអ្នកទាំងអស់គ្នាកុំភ្លេចចុច report like ក៏ដូចជា mention មក page ឲ្យបានឃើញវីដេអូនេះផងហើយវីដេអូនេះខ្ញុំជូនជាពិសេសបងប្អូនគ្រប់ថ្នាក់ហ្មងគឺគាត់អាចមើលបានបើសិនជាគាត់ចង់ខ្លាចទៅជាសិស្សបកាយឬក៏រៀនឲ្យមានប្រសិទ្ធភាពជាងសាលា Team KA មានវីដេអូបង្រៀន free ជាច្រើននិងមានសៀវភៅជាច្រើនប្រភេទសម្រាប់បងប្អូនដែលគាត់ចង់ស្វែងសិក្សាបន្ថែមដូចខ្ញុំដាក់នៅលើវីដេអូនឹងអញ្ចឹងហើយបើចង់ដឹងព័ត៌មានបន្ថែមគឺអាចឆាតទៅ Facebook page សាលា Team KA បាននិងពិសេសសម្រាប់បងប្អូនដែលគាត់មានឈុតសៀវភៅពី Team KA គឺមានឱកាសចូលរៀនគ្រប់ free ដែលបង្រៀនដោយលោកគ្រូផ្ទាល់ឱកាសនេះគឺកម្ររកបានមែនតើអញ្ចឹងរួចរាន់ឡើងចំណុចទី1គឺកុំចំណាយពេលអត់ប្រយោជន៍ឧទាហរណ៍ថាអ្នកងារលេងទូរស័ព្ទនៅក្នុងម៉ោងរៀនឬក៏អត់ធ្វើកិច្ចការផ្ទះកិច្ចការសាលាអីទេអ្នកគ្នាក៏តែនិយាយគ្នាលេងនៅម៉ោងរៀនហ្នឹងអានេះគឺជាការចំណាយពេលមួយដែលអត់ប្រយោជន៍ខ្លាំងមែនទែនចុងឆ្នាំគឺដឹងតែទឹកភ្នែកជូតក្បាលចកងហ្នឹងណាចាំព្យាយាមរៀនតាំងពីដើមឆ្នាំទៅកុំចាំដល់ចិត្តចុងឆ្នាំមួយថ្ងៃពីរថ្ងៃមុនប្រឡងហ្នឹងចាប់ផ្ដើមរៀនណាគឺអត់ការតែអ្នកគ្នារៀនគ្នាពីណាគេជួយយើងក្រែបយើងខ្លួនឯងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើអីមួយក៏ត្រូវតែគិតទៅដល់អនាគតផងកុំគិតខ្លីៗរៈអញ្ចឹងណាអញ្ចឹងត្រូវតែព្យាយាមនៅក្នុងការសិក្សារៀនសូត្រឲ្យបានទាន់យើងមានពេលរៀនចំណែកឯចំណុចទី2វិញគឺអ្នកគ្នាត្រូវតែមានគោលដៅធម្មតាការធ្វើអីមួយគឺត្រូវតែមានគោលដៅឲ្យយើងដើរទៅមុខបានដឹងថាអូផ្លូវមួយទៅមួយហ្នឹងគឺវាមានចំណុចដំណាក់កាលអីខ្លះដែលយើងអាចដើរទៅដល់សម្រាប់ខ្ញុំផ្ទាល់ខ្ញុំចង់បានអីអញ្ចឹងខ្ញុំត្រូវកំណត់អីខ្លះទៅខ្ញុំអាចដើរទៅដល់ចំណុចដែលខ្ញុំចង់ទៅដល់ហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំត្រូវតែរៀនជារៀងរាល់ថ្ងៃបង្កើតទម្លាប់នៅក្នុងការសិក្សាស្វ័យសិក្សាខ្លួនឯងជារៀងរាល់ថ្ងៃទៅរៀនគួរឬក៏ទៅរៀនបំពំផ្សេងយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រទាំងអស់នេះគឺជាស្ពានគឺជា step នីមួយៗដែលខ្ញុំអាចដើរទៅដល់គោលដៅរបស់ខ្ញុំហ្នឹងចំណុចទី3គឺការបង្កើតទម្លាប់រៀនជាប្រចាំរៀនបានតិចក៏ដោយច្រើនក៏ដោយអានេះគឺជាអ្វីដែលយើងអាចធ្វើទៅបានในព្យាយាមនៅក្នុងការសិក្សាស្វ័យសិក្សារៀនសូត្រចឹងទៅចេញពីសាលារដ្ឋការបំពន់អ្នកទាំងអស់គ្នាអីហ្នឹងគឺព្យាយាមមកដល់ផ្ទះហ្នឹងរៀនបន្ថែមខ្លួនឯងទៅគឺចេះយើងខ្លួនឯងហ្នឹងអ្នកទាំងអស់គ្នាហើយកុំគិតថាខ្ជះខ្ជាយពេលវេលាគឺអត់តែការសិក្សាមួយគឺអត់មានពាក្យថាខ្ជះខ្ជាយពេលវេលាគឺត្រូវតែព្យាយាមនៅក្នុងការសិក្សារៀនសូត្រហើយសម្រាប់អូនដែលគាត់តែស្វ័យសិក្សាដំបូងគឺគាត់អាចរៀនលក្ខណៈកំណត់ម៉ោង20នាទីនៅក្នុងមួយថ្ងៃហ្នឹងចឹងទៅអញ្ចឹងអ្នកទាំងគ្នាអាចបង្កើតទម្លាប់ទូចដល់ពេលយូរទៅដល់ម៉ោងហ្នឹងគឺអ្នកគ្នាត្រូវតែរៀនយកហ្មងហើយអាចរៀនចាប់ពី1ម៉ោង2ម៉ោងឡើងទៅលើទៀតហេតុអីដោយសារតែអ្នកគ្នាបានបង្កើតទម្លាប់បន្តិចបន្តួចហ្នឹងចាប់តាំងពីដើមឆ្នាំទៅអញ្ចឹងពាក់កណ្ដាលឆ្នាំអ្នកគ្នាអាចនឹងទម្លាប់ស៊ាំដល់ម៉ោងគឺដឹងតែត្រូវធ្វើលំហាត់អត់ធុញនៅក្នុងការធ្វើលំហាត់ហ្មងទី4ក៏ជាចំណុចមួយដែលសំខាន់ដែរព្យាយាមអត់ធ្មត់ធម្មតាការសិក្សារៀនសូត្រមិនមែនរៀនភ្លាមបានផលភ្លាមទេជាពិសេសបងអូនដែលគាត់រៀនខ្សោយខ្លាំងខ្សោយគ្រឹះខ្លាំងមែនតើហ្មងណាគឺគាត់អាចនឹងពិបាកនៅក្នុងការស្វែងសិក្សាខ្លួនឯងអញ្ចឹងអ្នកគ្នាអាចរៀនជាក្រុមបានហើយព្យាយាមនៅក្នុងការអនុវត្តលំហាត់កុំបោះបង់វាចោលជាធម្មតានៅពេលដែលគ្នាអត់ដែររៀនសោះបង្កើតទម្លាប់រៀនដំបូងអ្នកគ្នាអាចនឹងពិបាកនៅក្នុងការស្វែងសិក្សាខ្លាំងមែនតើខ្ញុំមានបទពិសោធន៍ផ្ទាល់អ្នកទាំងគ្នាខ្ញុំមិនមែនកាត់មកគឺចេះភ្លាមហ្មងគឺអត់ទេខ្ញុំរៀនខ្សោយខ្លាំងមែនតើប៉ុន្តែនៅពេលដែលខ្ញុំព្យាយាមបង្កើតទម្លាប់រៀនតិចបន្តួចជារៀងរាល់ថ្ងៃមួយថ្ងៃធ្វើមួយលំហាត់ស្អែកខ្ញុំធ្វើឡើងមួយលំហាត់ទៀតមួយអាទិត្យគឺខ្ញុំបាន7លំហាត់ឧទាហរណ៍អញ្ចឹងចុះអញ្ចឹងអ្នកទាំងគ្នាអាចអនុវត្តដូចខ្ញុំអញ្ចឹងបានកុំបង្ខំខ្លួនឯងជាធម្មតាការសិក្សាគឺវាត្រូវការពេលយូរខ្លាំងមែនតើបើសិនជាអ្នកទាំងគ្នាអត់មានគ្រឹះសោះតែម្ដងកុំបាក់ទឹកចិត្តព្យាយាមអត់ធ្មត់លើកទឹកចិត្តខ្លួនឯងរហូតសភៅនៅក្នុងការស្វែងសិក្សាគឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើដូច្នេះអ្នកគេត្រូវព្យាយាមរើសឲ្យបានត្រឹមត្រូវបើរើសខុសការរៀនផុនយើងក៏វាខុសទៅដូចគ្នាដែរអញ្ចឹងសម្រាប់រូបនេះខ្ញុំទៅខ្ញុំបានទៅទិញសភៅនៅក្នុង page សាលា Team KA សភៅរបស់គាត់ចេញមកច្បាស់មានកំណែដូចជាបញ្យោបកស្រាយមកបកក្បាយខ្លាំងមែនតើទី5គឺជាចំណុចដែលខ្ញុំតែងតែប្រាប់ខ្លួនឯងការដែលខ្ញុំតែងតែនៅរៀនណាគឺកុំចាំស្អែកកុំចាំតហួសពេលបានស្ដាយក្រោយកុំបែបនឹងអីអ្នកទាំងអស់គ្នាទាន់មានពេលយើងរៀនឲ្យហើយទៅកុំឲ្យស្ដាយក្រោយធ្វើឲ្យម៉ាក់ប៉ាគាត់អន់ចិត្តពិបាកចិត្តជាពិសេសគឺអ្នកទាំងអស់គ្នាខ្លួនឯងហ្នឹងហើយគឺជាអ្នកដែលបាក់ទឹកចិត្តខ្លាំងបំផុតដល់ពេលដែលអ្នកគ្នាដល់ចំណុចមួយដែលអ្នកគ្នាអត់ខំប្រឹងតាំងពីដើមណាប៉ុន្តែបើសិនជាអ្នកគ្នាខំប្រឹងអស់ពីសមត្ថភាពហើយលទ្ធផលវាខុសពីការរំពឹងទុកអាហ្នឹងក៏យើងអស់ចិត្តដែរប៉ុន្តែអានេះអ្នកគ្នាគិតតែពីលេងសើចអត់ខំប្រឹងរៀននេះគឺជាលទ្ធផលនេះត្រូវតែទទួលបានហើយបើជាអ្នកទាំងគ្នាខំរៀនលទ្ធផលល្អចឹងទៅបើអ្នកគ្នាអត់ខំទេលទ្ធផលគឺវាចេញមកគឺវាផ្ទុយពីការកាត់របស់អ្នកទាំងអស់គ្នាមកអញ្ចឹងអ្នកគ្នាត្រូវតែព្យាយាមនៅក្នុងការរៀនកុំចាំស្អែកហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺជាសារដាស់តឿនមួយដែលល្អសម្រាប់អូនៗដែលគាត់ចង់រៀនបកកែដូចជារៀនទទួលបានលទ្ធផលល្អក៏ជាអភិវឌ្ឍការសិក្សារបស់អ្នកទាំងអស់គ្នាឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនណាអ្នកគ្នាកុំភ្លេចឲ្យសោះហាគឺត្រូវតែយកពាក្យដែលខ្ញុំនិយាយហ្នឹងយកទៅគិតព្យាយាមនៅក្នុងការសិក្សារៀនសូត្រកុំបាក់ទឹកចិត្តព្យាយាមលើកទឹកចិត្តខ្លួនឯងហើយជាពិសេសគឺថែរក្សាសុខភាពខ្លួនឯងហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន